ជាប្រភេទ Unifan ដែលមាន LCD មកជាមួយហើយជាប្រភេទ IPS panel ទៀតណាអញ្ចឹងបងអាចភ្ជាប់មកជាមួយនឹងវីដេអូក៏បាន file clip ក៏បាន file JPEG ក៏បានដាក់រូបអីក៏បានដែរនិយាយទៅស្រេចចិត្តខ្លួនឯង Hello ថ្ងៃហ្នឹងយើងមកមើលម៉ាស៊ីនមួយម៉ាស៊ីននេះវាចំទៅគឺវាស្រួលហើយអញ្ចឹងគឺយើងអត់មានមកថ្ងៃហ្នឹងយើងអត់មានមក review ឲ្យច្រើនទេជូនបងប្អូនទេគ្រាន់តែយើងចែកជូននៅគ្រឿងថ្មីហើយជាមួយនឹងរូបភាពស្រស់ស្អាតឬក៏វីដេអូស្រស់ស្អាតដែលបងអាចមើលបានហើយជាមួយនឹង PC នេះមាន spec សមរម្យនិយាយទៅយកលេង Roblox ដោយបងឃើញនៅក្នុងនេះអញ្ចឹងគឺយកលេង Roblox អញ្ចឹងបាទហើយនៅលើនេះបាទឃើញយ៉ាងភ័យតិចយកពី Bitcoin មកពី Binance មកអូខេឥឡូវយើងចូលដល់ PC វិញឥឡូវយើងចូលមកមើល spec របស់គាត់ទ្រុបហើយនេះគាត់មាន part របស់គាត់ខ្លះដែរអញ្ចឹងយើងនិយាយថ្មីជូនគាត់ឡើងវិញហើយសម្រាប់គ្រឿងនេះគឺយើងវាថ្មីតែ graphic របស់គាត់ទេអញ្ចឹងណាអញ្ចឹងបងអាចយកមក upgrade បន្ថែមបានហើយសម្រាប់ fan នេះយើងប្រើជាមួយនឹង fan model ថ្មីជាប្រភេទ Unifan fan ប៉ោះ Linley ដែលមាន LCD មកជាមួយហើយជាប្រភេទ IPS panel ទៀតណាអញ្ចឹងបងអាចភ្ជាប់មកជាមួយនឹងវីដេអូក៏បាន file clip ក៏បាន file JPEG ក៏បានដាក់រូបអីក៏បានដែរនិយាយទៅស្រេចចិត្តខ្លួនឯងហើយជាមួយនឹង motherboardអូខេអញ្ចឹងយើងក៏លេខទៅមើល motherboard យើងសិតបើសិត 790A Wi-Fi 2ជំនាន់ចុងក្រោយដែរហើយជាមួយនឹង RAM Corsair ម្ដាម 32GB ហើយជាមួយនឹង fan គឺយើងប្រើ Linley ទាំងអស់អញ្ចឹងបងអាចចាំមើលតាមវីដេអូហ្នឹងបានយើងប្រើ Linley ទាំងអស់អញ្ចឹងណាគាត់ចង់បានយើងស្ងាត់ហើយសំឡេងយើងស្ងាត់ហើយនឹងរូបភាពយើងស្អាតហើយជាមួយនឹង cooler យើងប្រើជាប្រភេទ NCT Kraken Elite ហើយអញ្ចឹងអានេះ360ហើយជាមួយនឹងនិយាយទៅគឺស្អាតហ្មងប៉ុណ្ណឹងគឺសមរម្យល្មមប្រើគាត់យកទៅលេង Roblox ទេអញ្ចឹងបងអាចឃើញបានប៉ុណ្ណឹងគឺមែនតើបាទអញ្ចឹងជាចុងក្រោយសូមអរគុណទៅការគ្រប់គ្រងនៅហាង PC Pad Extreme របស់គ្នាបងអាចរកបាននៅ PC គ្រប់ប្រភេទនិង component គ្រប់ប្រភេទដែលមានគុណភាពនិងតម្លៃសមរម្យមិនថោកមិនថ្លៃតែយើងធានាជូននឹងតម្លៃហើយអញ្ចឹងបងអាចរកបាននិយាយទៅគ្រប់ model គ្រប់ part ទាំងអស់អាចរកបាននៅទីនេះយើងធានាជូនគុណភាពអូខេជាចុងក្រោយសូមអរគុណចាំជួបគ្នានៅវីដេអូក្រោយបាយបាយ